បាទខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំក៏មានសង្ឃឹមថាវីដេអូខ្ញុំមួយនេះនឹងជួយដល់បងប្អូនបានស្គាល់ពីម្ចាស់ដែលបានបង្កើតផ្ទៃមេឃនិងផែនដីនេះបាទហើយក៏មានសំណួរពីរមកបងប្អូនដែរសំណួរទី1តើបងប្អូនមានដែលគិតក្នុងចិត្តដែរឬទេថារបស់សព្វសារពើដែលមានមកនេះតើនរណាជាអ្នកបង្កើតបាទនេះជាសំណួរទី1រីឯសំណួរទី2បាទរីឯសំណួរទី2គឺថាតើបងប្អូនជឿថាផ្ទៃមេឃនិងផែនដីហើយនឹងរបស់សព្វសារពើទាំងអស់នោះកើតមកដោយឯងឬក៏មានអ្នកបង្កើតបាទនេះជាសំណួររបស់ខ្ញុំបាទតាមព្រះបន្ទូលបាទតាមព្រះបន្ទូលដែលខ្ញុំឃើញបាទដែលមើលបាទគ្មានរបស់សព្វសារពើណាកើតមកដោយឯងនោះទេបាទបើគ្មានអ្នកបង្កើតតាមព្រះគម្ពីរបាទគ្មានរបស់សព្វសារពើណាកើតមកដោយឯងនោះទេបើគ្មានអ្នកបង្កើតបាទអញ្ចឹងឧទាហរណ៍ដូចថាបងប្អូនគិតមើលដូចថាឡានយើងមានឡានយើងជិះឡានមកអីគឺមានម្ចាស់ជាអ្នកបង្កើតឡាននោះជិះឡាន Lexus មានក្រុមហ៊ុន Toyota ជាអ្នកបង្កើតឡានពាក្យនាឡិកាវាមានម៉ាកវាបងប្អូនពាក្យ Rolex ក្រុមហ៊ុន Rolex បាទ telephone ស្អីក៏ដោយដែលយើងប្រើប្រាស់ជារបស់យើងនឹងដែលយើងមាននោះសិតតែមានម្ចាស់បាទហើយកាលខ្ញុំនៅពីក្មេងខ្ញុំជឿថារបស់ខ្ញុំជឿតាមគេឯងដែរបាទព្រោះខ្ញុំតែងតែឆ្ងល់ថាមនុស្សកើតមកពីណាអ្នកណាបង្កើតមនុស្សមុនដំបូងហើយផ្ទៃមេឃផែនដីព្រះអាទិត្យព្រះច័ន្ទបាទភ្លៀងខ្យល់សត្វមនុស្សផែនដីនេះស្ថានសួគ៌អ្នកណាបង្កើតបាទទេវតាអ្នកណាបង្កើតខ្ញុំតែងតែឆ្ងល់អញ្ចឹងបាទប៉ុន្តែដូចថាចាស់ពួកគាត់តែនិយាយថារបស់ទាំងនោះកើតមកដោយឯងគ្រូបង្រៀនខ្លះមិត្តភ័ក្តិខ្លះគេថាវាកើតមកដោយឯងបាទប៉ុន្តែចម្លើយរបស់គាត់ទោះបីយ៉ាងម៉េចក៏ខ្ញុំនៅតែមិនអស់ចិត្តដែរបាទរហូតដល់ខ្ញុំបានទទួលដំណឹងល្អគេប្រាប់ឲ្យគេមានគេសួរខ្ញុំបាទមុនដំបូងគេសួរថាចេះអានអក្សរអត់ពួកខ្ញុំថាអក្សរអង់គ្លេសអត់ចេះទេបើខ្មែរអាចអានបានអញ្ចឹងពួកគាត់ថាបើចង់ដឹងពីព្រះចង់ដឹងពីផ្ទៃមេឃផែនដីនេះទៅមើលកាពីទៅបាទទៅមើលកាពីហើយអញ្ចឹងដល់ពេលហ្នឹងខ្ញុំនិងប្រពន្ធក៏ព្រមព្រៀងគ្នាហើយនាំគ្នាបរឡានទៅតាមផ្លូវយើងពិគ្រោះគ្នានិយាយគ្នាថាបើព្រះយើងមើលកាពីដាច់ហើយយើងបើព្រះយេស៊ូវជាព្រះយើងនឹងជឿព្រះអង្គទៅតាមព្រះអង្គដល់តាមព្រះអង្គបើអត់ទេយើងទៅត្រឡប់ទៅសាសនាពុទ្ធនោះវិញបាទពេលនោះខ្ញុំក៏ធ្វើដំណើរទៅខ្ចីព្រះគម្ពីរយកមកអានបាទប្រពន្ធខ្ញុំនេះអានបងប្អូនពេលខ្ញុំឮពាក្យដែលប្រពន្ធខ្ញុំអាននេះនៅក្នុងលោកុបាទចំពុក1ខ1កាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីបាទឯផែនដីបានខូចហើយនៅទទេមានសុទ្ធតែងងឹតគ្របនៅលើជម្រៅទឹកហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹកនោះព្រះទ្រង់មានបន្ទូលថាចូលឲ្យមានពន្លឺឡើងបាទដូច្នេះពន្លឺក៏មានឡើងព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយទ្រង់ញែកពន្លឺពីងងឹតចេញទ្រង់ហៅពន្លឺថាជាថ្ងៃបាទហើយហៅងងឹតថាជាយប់នោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី1បាទនេះខ្ញុំអានតែ6ខទេជូនដល់បងប្អូនមានដល់ថ្ងៃទី2ទី3ទី4ទី5ទី6បាទនេះខ្ញុំអានតែថ្ងៃទី1ទេប៉ុន្តែនៅក្នុងពាក្យដែលថាកាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃផែនដីដោយពួកខ្ញុំបានមើលព្រះគម្ពីរលោកុបាទចំពុក1ហើយនឹងចំពុក2ហើយពួកយើងខ្ញុំបាន
និយាយទៅកាន់គ្នាថាយើងមិនដែលឮទេតាំងពីក្មេងរហូតមកដល់ឥឡូវនេះបាទគឺពាក្យដែលថាកាលដើមដំបូងឡើយមិនទាន់មានអ្វីទាំងអស់ប៉ុន្តែមានព្រះអធិការដែលគង់នៅអស់កលរួចទៅហើយព្រះអធិការនោះឯងគឺជាព្រះពិតដែលបានបង្កើតផ្ទៃមេឃនិងផែនដីបាទអញ្ចឹងពាក្យនេះធ្វើឲ្យខ្ញុំរំភើបធ្វើឲ្យខ្ញុំអស្ចារ្យចំពោះខ្ញុំណាស់ពីព្រោះពាក្យថាព្រះគឺស័ក្តិសមនឹងទទួលការសរសើរហើយស័ក្តិសមថាជាព្រះដែលមានព្រះចេស្តាអាចបង្កើតផ្ទៃមេឃផែនដីនេះបាទបើសិនជាហៅថាព្រះគឺព្រះជាព្រះដែលមានព្រះចេស្តាដែលបានបង្កើតផ្ទៃមេឃផែនដីបាទបើមិនមែនព្រះហើយមិនបានបង្កើតផ្ទៃមេឃផែនដីនោះមិនមែនជាព្រះហើយក៏មិនស័ក្តិសមនឹងទទួលយកដែរបាទមិនដូចថាខ្ញុំមិនទទួលដែរអញ្ចឹងពាក្យនេះដូចថាអស្ចារ្យចំពោះខ្ញុំហើយប្លែកហើយមិនដែលឮថាព្រះបានបង្កើតផ្ទៃមេឃផែនដីធ្វើឲ្យខ្ញុំរំភើបហើយក៏ជួយឲ្យខ្ញុំបានស្គាល់នៃម្ចាស់បង្កើតរបស់សព្វសារពើនេះបាទខ្ញុំអរគុណដល់បងប្អូនដែលស្ដាប់នៅវីដេអូរបស់ខ្ញុំនេះហើយត្រឡប់ទៅក្រោយវិញគឺថាគ្មានរបស់សព្វសារពើណាដែលមាននៅផែនដីនេះកើតមកដោយឯងនោះទេបើគ្មានអ្នកបង្កើតបាទសូមបងប្អូនស្វែងរកព្រះជាម្ចាស់ជាព្រះដែលបង្កើតផ្ទៃមេឃផែនដីការមកជឿព្រះមានប្រយោជន៍ដល់បងប្អូនប្រយោជន៍ដល់ព្រលឹងវិញ្ញាណទី1គឺយើងបើទទួលជឿលើព្រះយេស៊ូវគ្រីស្ទនោះនឹងបានស្គាល់ព្រះពិតប្រកបបាទពីព្រោះព្រះពិតមានតែមួយគត់បាទមានតែមួយហើយគង់នៅមុនគេទាំងអស់បាទលើគេទាំងអស់មានព្រះចេស្តាទាំងអស់បាទហើយរីឯព្រះនៅលោកីនេះមានច្រើនណាស់បងប្អូនខ្ញុំហៅថាជាព្រះរោងចក្រដែលធ្វើដោយដៃមនុស្សបាទបងប្អូនព្រះទាំងនោះមិនមែនជាព្រះទេជារូបបរមាករដែលមនុស្សបង្កើតយើងទិញយកមកថ្វាយបង្គំយកមកពាក់នឹងកកតាមពិតទៅខ្ញុំពិចារណាមើលទៅរូបទាំងនោះគឺជារូបដែលมันអាចជួយឲ្យយើងបានជីវិតអស់កលมันអាចជួយយើងរួចពីអំពើបាបនោះទេបាទបើមានអាសន្នអីយើងទេដែលសង្គ្រោះរូបទាំងនោះឧទាហរណ៍បើមានភ្លើងឆេះបាទមានភ្លើងឆេះឬក៏ទឹកជន់មកលិចផ្ទះយើងចូលទៅយើងមិនទៅលើករូបទាំងនោះបាទណាស្ពាយរូបទាំងនោះសែងរូបទាំងនោះដើម្បីយកចេញពីផ្ទះយើងបើភ្លើងឆេះវិញយើងរត់ចូលទៅបាទម្នាក់រត់ទៅរកមាសរកប្រាក់យករូបថតណាហើយនឹងកញ្ឆក់យករូបចម្លាក់នឹងផងដែរដែលយើងទិញតាមពិតទៅយើងជាអ្នកសង្គ្រោះរូបនោះប៉ុន្តែបើជឿលើព្រះយេស៊ូវគ្រីស្ទនឹងជួយឲ្យបងប្អូនបានស្គាល់ព្រះពិតជួយឲ្យបងប្អូនបានស្គាល់ពីម្ចាស់ដែលបង្កើតផ្ទៃមេឃផែនដីហើយទ្រង់នេះឯងជាព្រះដែលមានអំណាចបច្ចេស្តាអាចជួយឲ្យបងប្អូនរួចពីអំពើបាបជួយបងប្អូនរួចពីអំណាចរបស់អរិយនៃសេចក្តីងងឹតនេះហើយជួយឲ្យបងប្អូនមានជីវិតអស់កលបាទសូមបងប្អូនប្រែចិត្តហើយទទួលយកព្រះអង្គចាស់ជាព្រះសង្គ្រោះដល់ខ្លួនជឿលើព្រះយេស៊ូវមិនខកចិត្តទេបាទពីព្រោះខគម្ពីរបានប្រាប់ថាបានចែងថាអស់អ្នកណាដែលទទួលជឿទ្រង់នោះមិនត្រូវខ្មាស់ឡើយបាទបងប្អូនព្រោះខគម្ពីរប្រាប់ថាគ្រប់គ្នាមានបាបហើយខ្វះមិនដល់ស្រីល្អតែបើជឿលើព្រះយេស៊ូវមិនត្រូវខ្មាស់ឡើយគឺមានជីវិតអស់កលជានិច្ចវិញបាទមានជីវិតអស់កលជានិច្ចវិញ
ហើយវាមិនត្រូវវិនិច្ឆ័យឡើយបាទអស់អ្នកណាដែលទទួលជឿព្រះអង្គមិនត្រូវវិនិច្ឆ័យឡើយគឺព្រះបន្ទូលប្រាប់ថាវាមិនត្រូវវិនិច្ឆ័យឡើយនៅក្នុងយូហានចំពុក10ខ27និងខ28អញ្ចឹងសូមឲ្យព្រះប្រទានពរដល់បងប្អូនដែលបានចូលហើយចំណាយពេលស្ដាប់វីដេអូរបស់ខ្ញុំនេះខ្ញុំសង្ឃឹមថាបងប្អូននឹងបានសង្ឃឹមថាបងប្អូនប្រែចិត្តទទួលព្រះអង្គហើយសង្ឃឹមថានឹងឃើញបងប្អូននៅស្ថានសួគ៌ទៀតផងបាទខ្ញុំសូមជម្រាបលាបាទសូមព្រះប្រទានពរ